គុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានជួយទិញជីចាសម្រាប់ដាំអាសូឡាថ្ងៃនេះចេញច្រើនណាស់បងប្អូនបេធំក៏ច្រើនបេតូចក៏ច្រើនចាអញ្ចឹងពុកម៉ែបងប្អូនដែលចង់ដាំអាសូឡាឲ្យលូតលាស់ល្អសូមប្រើជាមួយនឹងជីចាគេហៅថាជីប្រភេទអอร์แกนิกចាធម្មជាតិដែលមានផ្លាកបែបនេះចាហើយនឹងមួយទៀតគឺប្រភេទបេសចាចឹងតកតងមួយជីនេះគឺបងប្អូនដាំអាសូឡាលូតលាស់ល្អហើយឆាប់បានផលទៀតចឹងសម្រាប់ពុកម៉ែបងប្អូនដែលអត់ចេះដាំអាសូឡាចាដាំទៅមានការបរាជ័យច្រើនឬក៏មានសត្វល្អិតរោច្រើនចាពុកម៉ែបងប្អូនអាចធ្វើការតំណតំណមកកាន់កសិដ្ឋានរបស់ខ្ញុំនៅខាងស្រុកស្ទងខេត្តកំពង់ធំខមកផ្ទាល់ក៏បានឆាតក៏បានចាដើម្បីសាកសួរព័ត៌មានតកតងជាមួយនឹងបច្ចេកទេសក្នុងការដាំក៏ដូចជាចារូបមន្តផ្សេងនៅក្នុងការដាំអាសូឡាចាខាងខ្ញុំបង្ហាញពុកម៉ែបងប្អូនដែលអត់គិតប្រាក់ចាអញ្ចឹងតកតងជាមួយនឹងអាសូឡានេះនៅពេលដែលបងប្អូនប្រើប្រាស់រូបមន្តឬក៏ជីត្រូវចាគឺបងប្អូនអត់ពិបាកនៅក្នុងការដាំទេចាតែបើសិនជាបងប្អូនប្រើជីខុសឬក៏ថ្នាំខុសចាគឺអត់ងាយទទួលបានផលឡើយចាអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេណាបងប្អូនដែលត្រូវការកុំភ្លេចទំនាក់ទំនងមកចាសូមអរគុណសូមគោរពលា